គេមិនល្បីថាបកងធម្មជាតិទលេនៅខាងអ្នកលឿងគឺសាច់ស្វិតខួរច្រើនផ្អែមឆ្ងាញ់អូយនិយាយពីថាបានបកងធម្មជាតិញ៉ាំម្ដងគឺដឹងថាបាយអស់ពីឆ្នាំងតែម្ដងហើយតនឥឡូវនេះណាបងប្អូនគឺដល់រដូវខែទឹកឡើងចេះគឺដល់ខែដែលចាប់ផ្ដើមសម្បូរបកងណាបងប្អូនហើយបកងគឺដល់រដូវនេះគឺធាត់ល្អណាស់តែមុននឹងយើងចង់អាំងបកងក៏យើងត្រូវតែមានចក្រានដែរឥឡូវនេះគឺខ្ញុំមកសម្ពោធចក្រានថ្មីរបស់ខ្ញុំណាបងប្អូនទៅតែកំងមកដល់ទេហើយចក្រាននេះគឺងាយស្រួលតម្លើងមែនតែនសម្រាប់បងប្អូនដែលមិនចេះតម្លើងក៏អាចតម្លើងបានដែរដូចខ្ញុំជាមនុស្សស្រីក៏អាចតម្លើងចក្រាននេះបានដែរចង់ធ្វើជាតុអង្គុយលេងក៏បានចង់ដាក់អាំងសាច់អាំងបកង barbecue អីហ្នឹងគឺមកអែមហ្មងហើយសម្រាប់ចក្រាននេះគឺខ្ញុំទិញតាម app Loda ហើយការទិញអីវ៉ាន់មកពីចិនតាម app Loda គឺងាយស្រួលមែនទែនបងប្អូនដែលអត់ចេះចិនក៏អាចទិញអីវ៉ាន់ពីចិនបានដែរបងប្អូនគ្រាន់តែចូលទៅ App Store ទៅសេពាក្យ Loda បន្ទាប់ពីឃើញពាក្យ Loda ហើយបងប្អូនអាច download app Loda មកណាបន្ទាប់ពី download app បានហើយបងប្អូនចូលក្នុងកម្មវិធីជ្រើសរើសភាសាក្នុងនោះក៏មានភាសាខ្មែរដែរបន្ទាប់ពីចូលភាសាខ្មែរបងប្អូនអាចចូលបំពេញលេខទូរស័ព្ទដើម្បីយកលេខកូដហើយនឹងជ្រើសរើសទីតាំងសាខាដែលបងប្អូននៅអញ្ចឹងសម្រាប់ app Loda ក្រុមហ៊ុន Loda គឺមានច្រើនសាខាមែនតើនៅស្រុកខ្មែរយើងគឺមាន25ខេត្តក្រុងជាមួយនឹងតាមស្រុកគ្រប់តំបន់ទាំងអស់អញ្ចឹងបងប្អូនអាចបំពេញឈ្មោះដូចខ្ញុំបំពេញអាស័យដ្ឋានរបស់យើងគឺដាក់ឈ្មោះរបស់យើងរស្មីលេខទូរស័ព្ទរបស់យើងទីតាំងនិងទីលំនៅដែលយើងស្រុកកំណើតឬមួយក៏កន្លែងទីតាំងដែលយើងយកអីវ៉ាន់ហ្នឹងគឺបងប្អូនគ្រាន់តែបំពេញតាមកន្លែងដែលបងប្អូនចង់ទៅយកអីវ៉ាន់គឺខាងក្រុមហ៊ុនគឺគេនឹងដឹកអីវ៉ាន់ពីចិនគឺមកដល់ផ្ទះឲ្យបងប្អូនហ្មងបន្ទាប់ពីបងប្អូន download បំពេញឯកសាររួចរាល់ហើយបងប្អូនអាចចូលទិញអីវ៉ាន់នៅក្នុង app Loda គឺមានអីវ៉ាន់ច្រើនមែនតើរាប់រយលានមុខណាបងប្អូនហើយសម្រាប់អីវ៉ាន់ណាដែលបងប្អូនចង់ទិញប៉ុន្តែខ្ជិលចូលឆែកមើលយូរបងប្អូនគ្រាន់តែចូលទៅក្នុង app Loda ថតហើយ scan ហ្នឹងគឺ app Loda នឹង load ឃើញទំនិញដែលយើងចង់ទិញជាមួយនឹងតម្លៃហើយគឺយើងអត់ចាំបាច់ចូលទៅ2-3 app copy link អីគឺអត់ទេបងប្អូន app Loda ឥឡូវកាន់តែពិសេសគឺយើងងាយស្រួលក្នុងការទិញអីវ៉ាន់គ្រាន់តែថតហើយគឺយើងអាចទិញអីវ៉ាន់បានហើយងាយស្រួលមែនតើគ្រាន់តែជ្រើសរើសតម្លៃឬមួយក៏អីវ៉ាន់ដែលយើងចង់បានហើយគឺបងប្អូនអាច pay លុយបានហើយសម្រាប់ការ pay លុយនៅក្នុង app Loda ក៏កាន់តែងាយស្រួលដែរគឺក្នុង app Loda សម្រាប់ធនាគារគឺមានច្រើនមែនតើធនាគារល្បីៗនៅស្រុកខ្មែរយើងមាន ABA មាន ACDA ជាមួយ Wing ឬមួយក៏ PPay អីគឺមានទាំងអស់អញ្ចឹងងាយស្រួលនឹងបងប្អូនក្នុងការ pay លុយមែនតើបងប្អូនដែលចង់ទិញអីវ៉ាន់មកពីចិនតម្លៃធូរថ្លៃគឺលែងពិបាកទៀតហើយឥឡូវនេះមកមើលបកងរបស់យើងវិញនេះអូយគឺថាល្អមែនតើណាបកងនេះគឺខ្ញុំទៅទិញមកគឺថាឡើងរស់វើកហ្មងណាបងប្អូនគឺយកមកគឺសិតតាបកងធាត់ល្អហើយខ្ញុំនេះអត់ចាំយូរទេបានបកងល្អហើយគឺខ្ញុំមកចាប់ផ្ដើមបកាត់ភ្លើងជាមួយនឹងចក្រានថ្មីរបស់យើងណាបងប្អូនបកាត់ភ្លើងឲ្យវាឆេះល្ងើភ្លើងល្អហើយខ្ញុំទៅយកបកងហ្នឹងគឺលាងទឹកឲ្យស្អាតហើយបានយើងយកមកចាប់ផ្ដើមដាក់អាំងហើយពេលដែលយើងអាំងបកងរបស់ដែលយើងខ្វះអត់បានហ្នឹងគឺទឹកត្រីផ្អែមឬក៏ទឹកត្រីកោះកុងណាបងប្អូនបុកឲ្យហឹលមកអូយនិយាយពីថាញ៉ាំជាមួយនឹងបកងអាំងរបស់យើងនេះគឺឆ្ងាញ់ខ្លាំងមែនតែនសាច់បកងគឺថាឡើងផ្អែមហ្មងបងប្អូនណាហើយបកងនេះគឺធំល្អមែនតែនអាំងនេះឡើងឈ្ងុយពេញភូមិហ្មងកូនខ្ញុំគឺរត់ទៅរត់មកឃើញបកងនេះទ្រាំអត់បានទេបងប្អូនហើយឃ្លានទាញ៉ាំបាយគ្រប់គ្នាឥឡូវនេះបកងរបស់យើងនេះអាំងឆ្អិនបដាគឺអង្គុយញ៉ាំបដាចង់ញ៉ាំបកងអាំងឆ្ងាញ់តោះតែយើងអាំងបដាហើយញ៉ាំបដាក្តៅអញ្ចេះបានឆ្ងាញ់ហើយបានចក្រានថ្មីនេះគឺស្រួលអាំងមែនតែនណាបងប្អូនគឺយើងដាក់នៅជិតខ្លួនអង្គុយអាំងហ្មងហើយចក្រាននេះយើងចង់ដាក់ជាតុអង្គុយញ៉ាំលេងមានកៅអីក៏បានយើងចង់អង្គុយក្រាកាទេញ៉ាំដូចខ្ញុំអញ្ចេះក៏បានដែរសំខាន់ហ្នឹងគឺយើងញ៉ាំជាមួយនឹងបកងអាំងបកងអូយឆ្ងាញ់មែនតែនណាបងប្អូនសាច់បកងគឺឡើងស្វិតឡើងផ្អែមខួរវិញឡើងពេញហ្មងគឺឆ្ងាញ់មែនតែនហើយយើងញ៉ាំជាមួយនឹងបន្លែផ្គាប់ហើយបន្លែវិញណាបងប្អូនគឺសិតតែបន្លែធម្មជាតិនៅដីភូមិខ្ញុំទេគឺម៉ាក់គាត់បេះយកមកមានជីមានស្អីអូយសិតតែបន្លែធម្មជាតិញ៉ាំឡើងពេញមាត់ហើយយើងផ្ទាប់ជាមួយនឹងបកងរបស់យើងនេះអូយឆ្ងាញ់ណាស់បងប្អូនអើយ